អាចកំបាំងនៃទម្លាប់ល្អៗរបស់ជនជាតិជប៉ុនដែលអ្នកមិនធ្លាប់បានដឹងហើយទម្លាប់ខ្លះអាចឲ្យអ្នកកើនអាយុបានជាង10ឆ្នាំតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាជនជាតិជប៉ុនមានអាយុវែងជាងគេបំផុតក្នុងពិភពលោកហេតុអ្វីបានជាទីក្រុងតូក្យូស្អាតល្អឥតខ្ចោះហើយហេតុអ្វីបានជាពួកគេមានសណ្ដាប់ធ្នាប់គួរឲ្យកោតសរសើរខ្លាំងម្ល៉េះចម្លើយដ៏ខ្លីនោះគឺទម្លាប់តូចតាចដែលពួកគេត្រូវបានបណ្ដុះតាំងពីកុមារភាពរហូតបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនេះយើងនឹងស្វែងយល់ពីទម្លាប់ល្អៗរបស់ជនជាតិជប៉ុនដែលអ្នកភាគច្រើនមិនធ្លាប់បានដឹងហើយសំខាន់ជាងនេះទៅទៀតនោះគឺយើងអាចយកគំរូតាមបានចំពោះទម្លាប់ណាដែលយើងគិតថាមានប្រយោជន៍និងមានភាពត្រឹមត្រូវខ្ពស់ទម្លាប់ដំបូងគេនោះគឺការកាន់កន្សែងដៃជនជាតិជប៉ុនស្ទើរតែគ្រប់រូបតែងតែកាន់កន្សែងដៃនៅក្នុងហោប៉ៅឬកាបូបរបស់ពួកគេជានិច្ចក្រោយពេលលាងដៃពួកគេប្រើកន្សែងដៃសម្រាប់ជូតជំនួសឲ្យការប្រើក្រដាសឬម៉ាស៊ីនផ្លុំទម្លាប់តូចនេះជួយកាត់បន្ថយកាកសំណល់ក្រដាសបានយ៉ាងច្រើនស្រមៃមើលប្រសិនបើយើងម្នាក់ចាប់ផ្ដើមកាន់កន្សែងដៃយើងអាចជួយសង្គ្រោះដើមឈើបានរាប់លានដើមព្រោះក្រដាសមួយចំនួនធំគឺប្រើប្រាស់ដើមឈើជាវត្ថុធាតុដើមក្នុងការផលិតហើយមិនតែប៉ុណ្ណោះការប្រើកន្សែងដៃក៏ស្អាតជាងការប្រើក្រដាសផងដែរទម្លាប់ដ៏ល្អទី2គឺការកាន់ដបទឹកផ្ទាល់ខ្លួនជនជាតិជប៉ុនភាគច្រើនតែងតែកាន់ដបទឹកផ្ទាល់ខ្លួននៅពេលធ្វើដំណើរនៅតាមហាងនានាជាពិសេស MUJI ពួកគេមានម៉ាស៊ីនចាក់ទឹកបរិសុទ្ធដោយឥតគិតថ្លៃសម្រាប់អ្នកដែលកាន់ដបមកផ្ទាល់ខ្លួនទម្លាប់នេះមិនត្រឹមតែសន្សំប្រាក់ប៉ុណ្ណោះទេថែមទាំងកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិកដែលល្អសម្រាប់បរិស្ថានយើងក៏អាចចាប់ផ្ដើមធ្វើបានដែរគ្រាន់តែកាន់ដបទឹកមួយដបទៅរៀនឬទៅធ្វើការទម្លាប់ដ៏គួរឲ្យគោរពទី3គឺជាការរក្សាភាពស្ងៀមស្ងាត់នៅលើការធ្វើដំណើររួមជាមួយអ្នកផ្សេងជាសាធារណៈនៅប្រទេសជប៉ុនអ្នកកម្រនឹងឃើញនរណាម្នាក់និយាយទូរស័ព្ទនៅលើរថភ្លើងឬឡានក្រុងណាស់ពួកគេរក្សាភាពស្ងៀមស្ងាត់ដោយសារតែការគោរពចំពោះអ្នកដំណើរដទៃសាកស្រមៃមើលប្រសិនបើយើងទាំងអស់គ្នាចាប់ផ្ដើមគោរពភាពស្ងៀមស្ងាត់នៅកន្លែងសាធារណៈជីវិតរបស់យើងនឹងកាន់តែស្ងប់ស្ងាត់និងកាត់បន្ថយភាពតានតឹងបានច្រើននេះមិនមែនជារឿងពិបាកទេគ្រាន់តែបិទសំឡេងទូរស័ព្ទហើយនិយាយដោយសំឡេងស្ងាត់ៗនៅពេលចាំបាច់ទម្លាប់ទី4 Harachichibu ការញ៉ាំឲ្យឆ្អែតត្រឹមតែ 80% នេះជាទស្សនវិជ្ជាដ៏ល្បីល្បាញមួយរបស់ជនជាតិជប៉ុនជាពិសេសនៅតំបន់ Okinawa ដែលគេស្គាល់ថាជាតំបន់ដែលមានមនុស្សចាស់អាយុវែងជាងគេបំផុតក្នុងពិភពលោកពួកគេឈប់ញ៉ាំនៅពេលដែលមានអារម្មណ៍ថាឆ្អែតប្រហែល 80% ប៉ុណ្ណោះមិនមែនឆ្អែត 100% នោះទេទម្លាប់នេះជួយគ្រប់គ្រងទម្ងន់ការពារជំងឺរ៉ាំរ៉ៃដូចជាទឹកនោមផ្អែមនិងជំងឺបេះដូងនិងធ្វើឲ្យអ្នកមានអាយុវែងសូមសាកល្បងមើលសម្រាប់អាហារបន្ទាប់អ្នកអាចឈប់ញ៉ាំមុនពេលអ្នកមានអារម្មណ៍ថាឆ្អែតទាំងស្រុងនោះអ្នកនឹងឃើញពីភាពខុសគ្នារវាងពេលពីមុនដែលអ្នកធ្លាប់តែហូបឆ្អែតទម្លាប់ទី5 Ikigai គោលបំណងនៃជីវិត Ikigai គឺជាហេតុផលដែលធ្វើឲ្យអ្នកក្រោកពីដំណេកនៅពេលព្រឹកវាមិនមែនសុទ្ធតែជាក្តីសុបិនឬការងារដ៏ធំធេងអ្វីនោះទេវាអាចជាទំនួលខុសត្រូវតូចតាចដូចជាការថែសួនដំណាំដែលអ្នកដាំជុំវិញផ្ទះការមើលថែចៅតូចៗឬការងារស្ម័គ្រចិត្តនៅក្នុងសហគមន៍របស់អ្នកវិទ្យាសាស្ត្របានរកឃើញថាការមាន Ikigai ជួយឲ្យមនុស្សមានសុខភាពល្អកាត់បន្ថយភាពតានតឹងនិងមានអាយុវែងចុះ Ikigai របស់អ្នកគឺជាអ្វីតើអ្វីដែលធ្វើឲ្យអ្នកភ្ញាក់ពីដំណេករាល់ព្រឹកទម្លាប់ទី6 Kaizen គឺជាការកែលម្អឥតឈប់ឈរនេះជាទស្សនវិជ្ជាដ៏ល្បីល្បាញរបស់ជប៉ុនក្នុងពិភពជំនួញប៉ុន្តែយើងក៏អាចអនុវត្តវាក្នុងជីវិតប្រចាំថ្ងៃបានដែរ Kaizen មានន័យថាការផ្លាស់ប្ដូរតូចៗជាប្រចាំថ្ងៃដែលនាំទៅរកលទ្ធផលធំៗតាមពេលវេលាឧទាហរណ៍ប្រសិនបើអ្នកចង់រៀនភាសាថ្មីកុំព្យាយាមរៀន100ពាក្យក្នុងមួយថ្ងៃត្រូវចាប់ផ្ដើមពី5ពាក្យក្នុងមួយថ្ងៃហើយធ្វើវាជាប្រចាំក្នុងរយៈពេល1ឆ្នាំអ្នកនឹងរៀនបានជិត 2000 ពាក្យនេះហើយជាអំណាចនៃ Kaizen ទម្លាប់ទី7ការដោះស្បែកជើងនៅច្រកចូលផ្ទះនេះគឺជាទម្លាប់ដ៏ល្បីល្បាញបំផុតមួយរបស់ជប៉ុនប៉ុន្តែវាមិនមែនគ្រាន់តែជាប្រពៃណីទេវាគឺជាអនាម័យពួកគេដោះស្បែកជើងនៅច្រកចូលហើយពាក់ស្បែកជើងផ្សេងដែលសម្រាប់តែប្រើនៅក្នុងផ្ទះសូម្បីតែនៅក្នុងបន្ទប់ទឹកពួកគេក៏មានស្បែកជើងសម្រាប់បន្ទប់ទឹកដាច់ដោយឡែកពីគ្នាដែរទម្លាប់នេះជួយរក្សាអនាម័យក្នុងផ្ទះការពារកុំឲ្យធូលីនិងភាពកខ្វក់ពីខាងក្រៅចូលមកដល់កន្លែងគេងនិងរស់នៅ
យើងក៏អាចចាប់ផ្ដើមធ្វើបានដែរគ្រាន់តែទុកស្បែកជើងនៅមាត់ទ្វារហើយពាក់ស្បែកជើងផ្សេងក្នុងផ្ទះនេះជាហេតុការណ៍គួរឲ្យចាប់អារម្មណ៍មួយចំនួនអំពីទម្លាប់របស់ជនជាតិជប៉ុនទី1កុមារជប៉ុនត្រូវបានបង្រៀនឲ្យសម្អាតសាលារៀនដោយខ្លួនឯងជំនួសឲ្យការជួលអ្នកសម្អាតនេះបង្រៀនពួកគេឲ្យចេះទទួលខុសត្រូវនិងគោរពកន្លែងសាធារណៈទី2ជនជាតិជប៉ុនមានទម្លាប់ឱនក្បាលជំនួសឲ្យការចាប់ដៃការឱនក្បាលបង្ហាញពីការគោរពហើយក៏ជួយការពារការរីករាលដាលនៃមេរោគផងដែរទី3ជនជាតិជប៉ុនតែងតែយកអំណោយមកជូនមិត្តរួមការងារឬអ្នកជិតខាងបន្ទាប់ពីធ្វើដំណើរត្រឡប់មកវិញនេះបង្ហាញពីការគិតគូរដល់អ្នកដទៃទម្លាប់ល្អៗទាំងនេះមិនមែនកើតឡើងតែមួយថ្ងៃឬពីរថ្ងៃនោះទេតែវាត្រូវបានបណ្ដុះបណ្ដាលតាំងពីកុមារភាពរហូតក្លាយជាផ្នែកមួយនៃជីវិតតែរឿងល្អៗគឺយើងក៏អាចចាប់ផ្ដើមអនុវត្តតាមបានដែរសូម្បីតែពេលដែលអ្នកទើបតែបានឮក្នុងថ្ងៃនេះតើទម្លាប់ណាមួយដែលអ្នកចង់ចាប់ផ្ដើមធ្វើមុនគេនៅពេលដែលបានរៀនពីវីដេអូនេះសូមសរសេរក្នុង comment ខាងក្រោមប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមជួយចុច like share follow and subscribe ហើយចុចសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូថ្មីៗអំពីវប្បធម៌និងការអភិវឌ្ឍខ្លួនឯងទៀតសូមអរគុណសម្រាប់ការទស្សនារបស់អ្នកហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ